ពាក់ព័ន្ធនឹងតរេននេះបើនិយាយពីការឲ្យតម្លៃជាងគេអថ្ងៃនេះគឺកពតហើយបាទនិយាយចឹងជាពិសេសគឺតរេនអូខាហ្មងអាហ្នឹងគឺកពតហ្នឹងគឺល្បីណាស់ហើយខ្ញុំឃើញថាជាបបិសោតខ្ញុំដាំតរេនផងខ្ញុំលក់តរេនមួយ7ឆ្នាំហ្នឹងឃើញថាតរេនអូខាកពតហ្នឹងគឺវាមានលក្ខណៈពិសេសមួយដែលគ្មានខេត្តណាមួយដែលអាចប្រៀបផ្ទឹមបានទេបាទអញ្ចឹងបាទតែបើតរេនមុនថងវិញវាអាចថាទូទៅដែរនៅសង្គ្រប់ខេត្តដាំបានហើយរសជាតិក៏វាមានលក្ខណៈពិសេសរៀងខ្លួនតែបើនិយាយតរេនអូខាវិញគឺកពតហ្នឹងលេខ1ហ្មងខ្លះយកទៅដាំនៅខេត្តផ្សេងក៏អត់សូវរសជាតិឆ្ងាញ់ដែរអីគេដូចមេមុតរបស់បងឃ្មុំនៅបែបមេមុតនៅបែកលងកំពង់ចាមរតនគិរីអីហ្នឹងភាគច្រើនគឺគេនិយមមុនថងអត់សូវនិយមដាំអូខាហ្នឹងទេអាហ្នឹងប្រភេទមុនថងវិញអាស្រ័យទៅលើការចូលចិត្តហើយនឹងការដាំបងណោះហ្នឹងហើយដោយសារតំបន់នោះដាំមុនថងវាឲ្យផលមកល្អជាងងាយស្រួលជាងរសជាតិអីហ្នឹងក៏វានេះជាងដែរអូខេបងចាចង់ដឹងថាតើផ្លែតរេនហ្នឹងយើងដាំនៅក្នុងខែណាហើយវាបានផលនៅក្នុងវងខែណាដែរបងតរេនជាទូទៅការប្រមូលផលដែលសម្បូរចាប់ដើមសម្បូរហ្នឹងគឺចន្លោះប្រហែលជាខែ4ចូលឆ្នាំកន្លងពេលចូលឆ្នាំហ្នឹងកក្កដាខែ4ទៅហ្នឹងហើយដល់មុនគេគឺតរេនកពតតរេនអូខាហ្នឹងព្រោះអូខាវាមុនដល់មុនថងប្រហែលជាចូលកន្លះខែទៅមួយខែវាជាពូជស្រាលជាងអាហ្នឹងក៏និយាយពីតរេនរដូវវាចំរដូវហ្មងណាតែឥឡូវនេះវាមានដែរតែវាមានតិចតួចចំការទៅវាចេញផ្កាមកលូតមកមុនអញ្ចឹងណាហើយមានឥឡូវហ្នឹងគឺពីចឹងនៅកពតហ្នឹងទេនៅខែផ្សេងក៏មិនជាមានទេបើយោងតាមបងនិយាយថានៅក្នុងខែ4ឬក៏ចុងខែ3អញ្ចឹងបើក្នុងកលៈទេសៈនេះមានតែតរេនខុសរដូវឬក៏តរេនដែលនាំចូលត្រូវអត់បងហ្នឹងហើយនៅកពតមានដែរវាមានតិចតួចហើយថ្លៃ1គីឡូឡើង30000ជាងឥឡូវនេះលក់ហៀហ្នឹង30000ជាងអញ្ចឹងវាគេហៅថារៀងមុនរដូវបន្តិចប៉ុន្តែបើស្អាតលក់ហូរហៀនៅតាមទីផ្សារហ្នឹងមិនមែនជាខ្ញុំអាចនិយាយថាមិនជាតរេនខ្មែរទេបើតរេនខ្មែរក៏មិនអាចមានលទ្ធភាពលក់ថោកចឹងដែរព្រោះវាមានតិចតួចហ្នឹងហើយបាទក្នុងនាមបងជាអាជីវករមួយរូបបងយល់យ៉ាងម៉េចដែរចំពោះក្រមសីលធម៌របស់អ្នកលក់តរេននៅពេលបច្ចុប្បន្ននេះបងខ្ញុំមិនមែនទៅយើងលក់ទី1វាកុហកអតិថិជនហ្នឹងមានផលប៉ះពាល់ណាទី1អ្នកញ៉ាំហ្នឹងអាចប៉ះពាល់សុខភាពរបស់គាត់ទី2វាប៉ះពាល់ដល់អ្នកផលិតក្នុងស្រុកជាកសិករហ្នឹងឧទាហរណ៍ដែលខ្ញុំផ្សព្វផ្សាយឥឡូវនេះមានអ្នកផ្សព្វផ្សាយហ្នឹងតរេនមានមុតហើយអ្នកនៅមានមុតគ្នាទៅបានស្ដាប់តរេនបានប្រហែលថ្ងៃហ្នឹងទៅប៉ិនមេជើងខ្លះប៉ិនកដៃប៉ិនអីហ្នឹងហើយយើងទៅសែថានឹងតរេនមានមុតអញ្ចឹងអាហ្នឹងវាប៉ះពាល់ដល់ប្រភពដល់ថ្ងៃក្រោយដល់ពេលគេទិញទៅញ៉ាំអត់ឆ្ងាញ់ទាំងតរេនមានមុតអត់ឆ្ងាញ់អញ្ចឹងវាប៉ះពាល់ដល់គ្នាក្នុងជាកសិករណាអញ្ចឹងវាប៉ះពាល់ទាំងអស់ហើយខ្ញុំគិតថាអ្នកលក់កុំដើម្បីតែលុយហើយទិញទួចហ្នឹងហើយយើងខុសក្រមសីលធម៌ហើយព្រោះថាអ្នកអូស៊ីធម្មតាគេទៅបានលុយគេធ្វើអញ្ចឹងមានរដ្ឋាភិបាលឬក៏អាជ្ញាធរមានសមត្ថកិច្ចគាត់គួរតែពិនិត្យមើលហ្នឹងដែរអរគុណមែនតើបងចុះបងមានសិទ្ធិក្រោយដើម្បីប្រាប់ទៅដល់ប្រជាពលរដ្ឋរបស់យើងទេគាត់ប្រុងប្រយ័ត្នឬក៏គាត់មានខ្លួនយ៉ាងណាដែរក្នុងការប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់គាត់ដើម្បីទិញផលិតផលយកទៅទទួលទានណាខ្ញុំសំណូមពរជាពិសេសគឺអ្នកញ៉ាំហ្មងយើងរឿងគេធ្វើឲ្យបានលុយគេធ្វើឲ្យអ្នកដូរបាទច្បាប់យើងក៏មិនទាន់តឹងរឹងអញ្ចឹងមានតែយើងអ្នកញ៉ាំទេសូមគិតមើលថាថ្លៃមុននឹងទិញឲ្យញ៉ាំមើលប្រភពឲ្យត្រូវស្វែងយល់អំពីរដូវផ្លែឈើក្នុងផងរបស់តើណាថោកពេកមិនជាល្អទេអានឹងមានយើងការពារខ្លួនឯងទេចាការពារខ្លួនឯងបាទហ្នឹងហើយសង្ឃឹមអាជ្ញាធរគាត់យកចិត្តទុកដាក់ដែរឃើញគេស្រាអីយើងគួរពិនិត្យមើលដែរឃើញចេញសេចក្តីប្រកាសមកគឺឲ្យប្រយ័ត្នតែដល់ពេលគេយកមកលក់គេផ្សព្វផ្សាយពេញ Facebook អានឹងឃើញថាអត់មានធ្វើការងារ take action ដែរបាទអញ្ចឹងអ្នកលក់គាត់ចេះតែលក់ដែរគាត់ចេះកុហកគេទៅហ្នឹងបាទ